អូខេសួស្តីអ្នកនរគ្នាចឹងស្វាគមន៍មកជាថ្មីជាមួយនឹងអឺថ្នាក់ robotics របស់យើងចឹងអឺអូខេមួយរយៈហ្នឹងគឺខ្ញុំមកចូលជាមួយនឹងការងារខ្លាំងមែនតើមានខ្លះគឺយើងចេញទៅហើយក៏អត់បានបញ្ចប់ខុសនឹងដែរចឹងមកដល់នេះគឺយើងនឹង back មកវិញហើយយើងនឹងសិក្សាមេរៀនថ្មីជាមួយគ្នាជាមួយនឹងrobotics របស់យើង ចឹងថ្ងៃនេះខ្ញុំចង់ចែករំលែកជាមួយនឹងមេរៀនថ្នាក់ Robotics ដែលយើងនឹងសិក្សាអំពីមូលដ្ឋានគ្រឹះនៃ Robot ជាមួយនឹង Arduino ដែលយើងពៀល Robot ហ្នឹងជាមួយនឹង Arduino អូខេដូចរូបនេះចឹងគឺសិតសឹងតែជា Robot ដែលយើងប្រើប្រាស់ Arduino ដើម្បីយកមក build អូខេ ចឹងសម្រាប់ថ្នាក់អឺមូលដ្ឋានគ្រឹះនៃ Robotics នេះគឺយើងនឹងសិក្សាមានច្រើនមែនទែនមានអាចមានដូចជា10ទៅ11ទៀតណាតែនេះខ្ញុំលេខមកតែប៉ុណ្ណឹងចឹងយើងទី1យើងនឹងសិក្សាអំពីអឺ introduction វាអ្វីទៅជា robot អ្វីទៅជា Arduino ហើយយើងនឹងរៀនអំពីអឺ basic របស់ component មានន័យថាសមាសធាតុសំខាន់ៗរបស់ Arduino ហ្នឹងហើយពិសេសគឺយើងនឹងធ្វើការរៀនអំពីការ blink LED ជាមួយនឹងអឺ IDE ជាមួយនឹង IDE របស់យើង Arduino ហើយយើងអាចនឹងទៅសិក្សាផ្សេងៗជាមួយនឹង Tinkercad មួយវិញទៀតសម្រាប់អ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាត្រូវការគ្រឿង robotics សម្រាប់ធ្វើរបបផ្សេងៗខ្ញុំមានលក់អ្នកទាំងអស់គ្នាអាចឆាតឬក៏អាចតាក់ទងមកខ្ញុំបានមានតម្លៃធូរថ្លៃសម្រាប់ធ្វើរបបហើយយើងនឹងមានជាមួយនឹងមេរៀនទៅជាមួយអូខេចឹងបន្តទៀតយើងនឹងរៀនអំពីវាទៅជា switch ឬក៏អឺអ្វីទៅជា analog អ្វីទៅជា digital input output រៀនអំពីអីទៅជា sensor យើងមាន sensor ច្រើនណាស់យើងមានឧទាហរណ៍ជា ultrasonic sensor យើងមានអីគេអឺ sensor វាស់ទឹកឬក៏ sensor អីផ្សេងៗអូខេយើងនឹងរៀនអំពីអីទៅជាអឺ DC motor ឬក៏ជា servo motor នេះសុទ្ធតែមេរៀនដែលយើងត្រូវរៀនចឹងអ្នកទាំងអស់គ្នាមុននឹងយើងឈានចូលទៅដល់មេរៀនរបស់យើងអ្នកទាំងអស់គ្នាគួរតែដឹងអ្វីទៅជា robot ចុះ robot robot ចឹង robot វាមានច្រើនចឹងអ្វីទៅជា robot អឺ robot វាគឺជាម៉ាស៊ីនដែលយើងដែលអាចធ្វើការដោយស្វ័យប្រវត្តិហើយឬក៏តាមការបញ្ជារបស់មនុស្សឧទាហរណ៍ថាជាធម្មតាដូចជាយើងអាចជា robot បានឬក៏យើងអាចឲ្យ robot ធ្វើការដោយស្វ័យប្រវត្តិដូចជាគេអាង robot វាលើកអាង robot ចឹង robot ត្រូវបានប្រើប្រាស់នៅក្នុងអឺកន្លែងជាច្រើនដូចជារោងចក្រកសិកម្មដូចជាសាសអប់រំឬក៏ឧស្សាហកម្មផ្សេងៗជាក់ស្ដែងយើងមកមើលជាមួយនឹង ARM Robot វិញ ARM Robot វិញទាក់ទងជាមួយនឹងភាគច្រើនដូចគេធ្វើនៅរោងចក្រធំៗចឹងវានឹងធ្វើការដដែលគេហៅindustry ណាចឹងវានឹងធ្វើការដដែលចឹងយើងអត់ត្រូវការចាំបាច់ចំណាយមនុស្សដើម្បីមកធ្វើការងារហ្នឹងឯងយើងប្រើប្រាស់តែ robot ដែលវាអាចធ្វើការដដែលហ្នឹងឲ្យមកធ្វើការហ្នឹងបានអាហ្នឹងឃើញវាអីគេវាចំណេញដល់មនុស្សចំណេញដល់សហគ្រាសដែលគាត់មិនត្រូវការចំណាយមនុស្សអីច្រើន
chắc như là không cái đôi thì robot cái smart tia robot đặc biệt chung robot hỗ trợ như có hỗ trợ cái line follower nó line follower robot đóសម្រាប់ការសិក្សាផ្សេងៗវា robot ផ្សេងៗចឹងអាហ្នឹងវាសុទ្ធតែជារបបនេះប្រហែលជាយើងត្រូវសិក្សាស្វែងយល់រៀនវាអូខេចឹងយើងនឹងសិក្សាអំពីវានៅចុងបញ្ចប់យើងនឹងមានតទៅជាមួយ project មួយដែលយើងជ្រើសរើសរបបដើម្បីយកមកសិក្សារៀនជាមួយគ្នាអូខេយើងមិនគ្រាន់តែយើងរៀនតែទ្រឹស្ដីរៀនតែកុំតិចតួចប៉ុន្តែយើងអត់យកបច្ចេកនឹងយកមក apply ទៅជាបច្ចេកនេះអញ្ចឹងយើងនឹងយកមេរៀនដែលយើងបានរៀនផ្សេងៗនេះដើម្បីចុងក្រោយយើងនឹងមានគេវា project មួយហ្នឹង project យើងនឹងមាន project មួយតោះចឹងដើម្បីអាហ្នឹងយើងចូលដល់ introduction ហើយយើងយល់ដឹងពី robot ហើយទៅជា robot អីចឹងយើងបន្ទាប់យើងនឹងដើម្បីធ្វើការបន្តនៅមេរៀនរបស់យើងនឹងយល់ដឹងអំពីអ្វីទៅជា Arduino ជា Arduino អូខេចឹងនេះ Arduino វាគឺជា microcontroller board ដែលគេអាចសរសេរកម្មវិធីដើម្បីគ្រប់គ្រងដូចជាដូចជា LED ដូចជា motor ដូចជាBluetooth robot sensor អីផ្សេងៗចឹង Arduino វាមានច្រើនប្រភេទអ្នកទាំងអស់គ្នាមិនមែនមានតែប្រភេទមួយទេហើយយើងនឹងយកមកសិក្សាក៏រើស Arduino ដើម្បីយកមកសិក្សាដែរចឹងអឺអូខេនេះចឹង Arduino មានអីគេមាន Arduino Uno Arduino Duo Mega Nano មានអីគេ Zero មានអីផ្សេងៗយ៉ាងទៅប៉ុន្តែអ្វីសំខាន់គឺវា Arduino ផ្សេងៗហ្នឹងគឺវាមានតម្លៃផ្សេងៗដូចគ្នាចឹងយើងអ្វីដែលយើងយកមកសិក្សាគឺយើងនឹងសិក្សាអំពីយើងអាចយក Arduino Uno ជាមួយ Arduino Nano ដើម្បីយកមកសិក្សា Arduino ហ្នឹងវាថាមានតម្លៃសមរម្យថ្លៃជាង Arduino ផ្សេងៗតែចឹងយើងនឹងសិក្សាពីវាគេសួរហើយអ្វីបានត្រូវរៀន Arduino វាធូរថ្លៃជាងវាមានតម្លៃហើយសមរម្យអាចមើល ESP ESP ក៏យើងអាចយកមកសរសេរបានដែរណាតែគាត់ថាពួកវាគឺមានតម្លៃថ្លៃជាងតែអញ្ចឹងយើងយក Arduino ដើម្បីយកមកសិក្សាវាមានតម្លៃធូរជាងហើយងាយស្រួលប្រើអាចធ្វើបានបច្ចេកបានច្រើនដែរតោះអ្នកទាំងអស់គ្នាចឹងយើងមកស្វែងយល់អំពី Arduino តិចចឹងនេះគឺជា Arduino Uno Arduino Uno ហ្នឹងវាគឺជាប្រទេសArduino ដែលគេប្រើច្រើនជាងគេក្នុងនោះវាមានអីគេមានគេហៅUSB port វាមានគេនេះគេហៅmicrocontroller microcontroller វាមានpower jack វាមានក្នុងនោះវាមាននេះស្ទើរតែគឺជា component របស់វាមានអីគេគេហៅdigital pin វាមាន analog pin នៅក្នុងនេះពេលអ្នកគ្នាទិញទៅឃើញអានេះគឺជាគេ digital pin
sẽ đặt tất cả tập ở vì chắc nó si plưng phản vốn này nọ nè si plưng phản vốn vì miền này cái reset tổng miền này này cho nên sẽ LED với nè LED bây giờ nó plưng tới vì năng plưng LED bỏ đủ đầu này hay năng vì sẽ xây code PIE của chương nó đào tới hay dừng upload code tới upload code tới hay dừng ta chương pin ngon này là mấy cho tất cả này cái sensor cho tất cả LED ấy xây được về trên đi chẳng trang bị này chẳng được chơi này chẳng kịp hợp khi pra đủ đầu này pra đủ đầu kịp hợp cho mình sensor hợp cho mình LCD là mấy display vì kịp hợp anh ấy kịp hợp được chỉ project small project mua chẳng hạn anh đây cái miền này cái LED cái miền Arduino Uno cái miền user mua cái miền LCD em display hàng nick size upload này chắc có mình thằng kia xây pi computer giúp xây câu pi computer giúp hay gì khi đang upload ta cho nó Arduino này làm bài bài việc pra chia tất cả LED chia tất cả LCD xây ok trong dương xoay vô là vìដូចគ្នានៅគ្នាទៅជាមួយនឹង Arduino Nano Arduino Nano Arduino Nano ហ្នឹងវាដូចជាជាមួយនឹងJuno ដូចគ្នាតែគាត់ថាទំហំរបស់វាគឺវាទៅជា Arduino Juno ចឹងទៅគេស្រួលប្រើវាគេមានថាវាសសង្ឃសំចៃspec របស់យើងហ្នឹងមាន LED មានជើងពីរដូចគ្នា use switch upload នេះអូខេដូចគ្នាទៅយើងចេះមួយចេះពីរហើយចេះផ្សេងៗរបស់គ្នាចឹងអឺបន្តទៀតយើងនឹងរៀនអំពីbasic component Arduino អ្នកគ្នាខ្ញុំប្រហែលជាអត់មកធ្វើ slide ទេប៉ុន្តែបើសិនជាខ្ញុំធ្វើ slide ទៅខ្ញុំនឹងធ្វើ slide ឲ្យអ្នកទាំងអស់គ្នាចឹងនេះគឺជាមូលដ្ឋានគ្រឹះនៃ component របស់វាណាលោកអ្នកមានមើលណាច្រើននេះសុទ្ធតែជា component របស់Arduino ដែលយើងនឹងសិក្សានៅក្នុង course មួយនេះយើងនឹងរៀនអំពី component វាផ្សេងយើងនឹងរៀនអំពីគេ potentiometer មានដូចជា ultrasonic sensor LCD គេប្រើវាធ្វើអីយ៉ាងទៅ display sensor យើងបានវាស់ចម្ងាយវាស់អីបានអញ្ចឹងទៅមាន object នៅពីមុខទៅយើងអាចឲ្យវាចាប់ថាយើងធ្វើអីអញ្ចឹងទៅមាន break off មានដូចជាគេនេះ servo motor Arduino Uno មានដូចជា 7 segment button wireless LED switch booster យើង booster មាន resistance LED មាន jumper wire អានេះយ៉ាងគ្នា jumper wire នេះអានេះបើឃើញមានចុងវានេះអាហ្នឹងគេថា male អានេះ female អញ្ចឹងបើយើងទៅបើយើងទិញអានេះmale female អានេះ male ហើយវាមាន
ដូចគ្នាមាន relay យ៉ាងដែរចឹងអាហ្នឹងយើងសិតតែនឹងត្រូវសិក្សាជាមួយគ្នាហើយខុសនេះយើងនឹងសិក្សាវាអាចជាខុសនេះអាចប្រហែលជាវែងតិចណាព្រោះពួកអីវាមាន component ច្រើនហើយអ្វីដែលខ្ញុំចង់ចែករំលែកនេះគឺចង់ចែករំលែកទៅអ្នកនរគ្នាហើយទោះមិនបានច្រើនក៏បានតិចដែរអាចថាមធ្យមដែរឲ្យអ្នកនរគ្នាស្វែងយល់ពីគ្រឿងរបូតផ្សេងៗហើយយើងរៀនទៅជាមួយគ្នាខ្ញុំក៏រៀនអ្នកនរគ្នាក៏រៀនអូខេចឹងយើងមាន kit នៅក្នុងនេះអ្នកនេះត្រូវការអីអាចមានអាចតម្រូវការធ្វើរបូតធ្វើអីអាចចាត់តាំងមកបានអូខេអ្នកទាំងអស់គ្នាចឹងសម្រាប់វីដេអូនេះខ្ញុំគិតថាយើងប៉ុណ្ណឹងសិនហើយវីដេអូបន្តយើងនឹងអាចនឹងយើងយល់ដឹងអំពី component ឬក៏ទៅស្វែងយល់អំពី component ហើយពីរបែបទៀតហើយយើងនឹងធ្វើការ link LED ជាមួយគ្នានៅលើ Tinkercad ហើយឬក៏នៅលើIDE website Groovy អញ្ចឹងទៅអូខេសម្រាប់អ្នកទាំងអស់គ្នាមានបច្ចេកមាន component ដែលreal ឬក៏ Arduino អីនៅក្រៅអ្នកនរអាចមើលមុនបានហើយសិក្សាវាផ្សេងមុនបានអាចថាសិក្សាវាបើសិនជាយើងរៀនដល់component ចឹងយើងអាចទៅតែ link LED លេងមុនបានសិនអូខេអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំមានប៉ុណ្ណឹងហើយជួបគ្នានៅវីដេអូក្រោយ